សីពួរចម្រុះការពីព្រេងនាយសត្វបាក់សីទាំងអស់សុទ្ធតែមានពណ៌សសត្វត្រសេះបានសំណូមពរថាជួយខ្ញុំឲ្យមានពណ៌ស្រស់ស្អាតផងលោកតាអេសីតាអេសីបានតបមកនេះមកយើងនឹងជប់ពណ៌ដ៏ស្រស់ស្អាតឲ្យឯងភ្លាមនោះសត្វត្រសេះក៏បានប្រែទៅជាពណ៌ក្រហមកូនបាក់សីតូចឃើញដូច្នេះក៏ចង់មានពណ៌ស្អាតដូចត្រសេះដែរបាក់សីតូចក៏និយាយទៅតាអេសីថានេះគឺជាផ្កាដែលខ្ញុំចូលចិត្តជាងគេតើលោកតាអាចជួយលេបពណ៌ខ្ញុំឲ្យដូចជាផ្កានេះបានឬទេលោកតាអេសីក៏បានជប់ឲ្យបាក់សីតូចមានពណ៌លឿងកូនចាបលឿងតូចបានទៅជួបសត្វត្រសេះហើយនិយាយបងត្រសេះមើលនេះណែខ្ញុំស្អាតខ្លាំងណាស់ប៉ុន្តែសត្វត្រសេះបានប្រកែកនឹងកូនចាំតូចថាទេខ្ញុំស្អាតជាងឯងសត្វពពេចព្យាយាមចូលទៅខាត់ដោយចាប់បំបែកកូនចាបតូចនិងត្រសេះអំឡុងពេលកំពុងប្រតេងប្រទង់គ្នានោះពណ៌លឿងនៃចាបតូចនិងពណ៌ក្រហមរបស់ត្រសេះបានប្រឡាក់មកលើខ្លួនសត្វពពេចធ្វើឲ្យសត្វពពេចក៏ប្រែជាពណ៌ទឹកក្រូចសត្វសេកបានស្រែកចំអកទៅពពេចថាសត្វពពេចពណ៌ទឹកក្រូចសត្វពពេចពណ៌ទឹកក្រូចឮដូច្នេះសត្វពពេចក៏ហើរប្រដេញសត្វសេកដោយកំហឹងភ័យណាស់ហ្វូងសត្វសេកបានស្រែកយំលោកតាអេសីអើយជួយពួកខ្ញុំផងលោកតាអេសីតបទៅវិញថាមកនេះមកយើងនឹងលាបពួកឯងទាំងអស់គ្នាឲ្យមានពណ៌បៃតងសត្វសេកបៃតងបានបង្ហាញពណ៌របស់ខ្លួនទៅសត្វចចាតសត្វចចាតបានសួរថាតើឯងបានពណ៌យ៉ាងស្រស់ស្អាតនេះមកពីណាសត្វសេកក៏បានតបទៅវិញថាឯងទៅរកលោកតាអេសីទៅសត្វចចាតស្រឡាញ់ពណ៌ផ្ទៃមេឃណាស់ដូច្នេះលោកតាអេសីក៏បានបដូរពណ៌រោមរបស់វាឲ្យคล้ายទៅជាពណ៌ខៀវសត្វចចាតបានទៅជួបសត្វត្រសេះនៅពេលពួកគេកំពុងនិយាយគ្នាព្រាបបានហើរចូលទៅបុកពួកគេទេខ្លួនរបស់ព្រាបបានប្រឡាក់ពណ៌ក្រហមបន្តិចពីសត្វត្រសេះនិងពណ៌ខៀវបន្តិចពីសត្វចចាតខ្លួនរបស់សត្វព្រាបក៏មានពណ៌ស្វាយឃើញពណ៌ស្វាយប្រឡាក់ជាប់នឹងខ្លួនដូចនោះព្រាបគិតថាពណ៌ស្វាយពិតជាស្អាតណាស់ពេលដែលលោកតាអេសីជប់សត្វព្រាបឲ្យមានពណ៌ស្វាយបាក់សីទាំងអស់ក៏ហើរមកជាមួយគ្នាបង្កើតបានជាពណ៌ឥន្ទនូដ៏ស្រស់ស្អាត